ពីមុនបន្ទប់ទឹកសម្រាប់តែបន្ទោបងប៉ុណ្ណោះប៉ុន្តែសម័យនេះវាគឺជាការិយាល័យទី2ឬបន្ទប់សម្រាប់លេងបណ្ដាញសង្គមឯកជនជាមធ្យមមនុស្សចំណាយពេល20នាទីក្នុងមួយថ្ងៃក្នុងបន្ទប់ទឹកបើគិតក្នុងរយៈពេល60ឆ្នាំវាប្រហែលទៅនឹង304ថ្ងៃគឺជិត1ឆ្នាំពេញដែលយើងចំណាយពេលលើបង្គន់សម័យមុនមនុស្សប្រើពេលត្រឹមតែ5ទៅ7នាទីប៉ុណ្ណោះប៉ុន្តែបច្ចុប្បន្នវាបានកើនឡើងទៅដល់15ទៅ30នាទី Smartphone បានប្រែក្លាយបន្ទប់ទឹកពីកន្លែងបន្ទោបងទៅជាបន្ទប់កម្សាន្តឯកជនសម្រាប់មើល TikTok ឬលេងបណ្ដាញសង្គមផ្សេងៗនៅពេលយើងបន្ទោបងឬងូតទឹកខួរក្បាលនឹងបញ្ចេញសារធាតុដូប៉ាមីនដែលធ្វើឲ្យអារម្មណ៍ធូរស្រាលនេះជាមូលហេតុដែលយើងតែងតែនឹកឃើញគំនិតល្អៗឬដំណោះស្រាយបានភ្លាមៗក្នុងបន្ទប់ទឹកសម្រាប់មនុស្សភាគច្រើនបន្ទប់ទឹកគឺជាកន្លែងពួនតែមួយគត់ដែលស្ងប់ស្ងាត់បំផុតដើម្បីគេចចេញពីភាពវឹកវរឬរំខានពីមនុស្សជុំវិញខ្លួនជាចុងក្រោយសូមអរគុណបងប្អូនដែលបានទស្សនាបើសិនជាបងប្អូនមិនទាន់បានធ្វើការ like ឬ follow page សូមបងប្អូនធ្វើការ like និង follow page ម្នាក់មួយផងដើម្បីជាកម្លាំងចិត្តសូមអរគុណ